កញ្ចាស់ជែមសុកបានទទួលលុយពីក្រុមជ្រុលនិយមគ្រប់ចំនួនហើយមែនទេបានជារុញប្រទេសកម្ពុជាពីជនរងគ្រោះចង់ឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសបំពានច្បាប់មែនទេតាកញ្ចាស់ជែមសុកខួរជ្រុលនិយមនិយាយភាសាខ្មែរប្រមុខរដ្ឋស្ដីទីប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រប្រធានរដ្ឋប្រតិភិប្រធានគណៈបកប្រជាជនសូមអំពាវនាវនិងប្រកាសជាផ្លូវការថាបេក្ខការផលិតផលសៀមតាសុកអ្វីទៅដែលហៅថាទំនិញសៀមអ្វីទៅដែលហៅថាទំនិញកូនកាត់អ្វីទៅដែលហៅថាទំនិញបារាំងទំនិញអាមេរិកបើយើងនិយាយអំពីទំនិញសៀមគឺជាទំនិញដែលសំដៅទៅលើទំនិញដែលផ្ដល់ផលប្រយោជន៍ឲ្យទៅកងទ័ពថៃហើយបើយើងនិយាយពីទំនិញកូនកាត់គេហៅថា FDI ការវិនិយោគពីក្រៅប្រទេសបារាំងអាមេរិកចិនមានមូលដ្ឋាននៃការវិនិយោគនៅប្រទេសថៃច្រើនណាស់បើយើងគេហៅថាបិទទំនិញដែលតាក់ទងអំពីមកពីប្រទេសថៃយើងអាចប្រឈមមុខក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិក្នុងនាមជាសមាជិក WTO អង្គការពាណិជ្ជកម្មអន្តរជាតិយើងឆ្លោះគ្នាតែជាមួយក្រុមជ្រុលនិយមថៃយើងមិនបានឆ្លោះគ្នាជាមួយនឹងអាមេរិកជប៉ុនបារាំងនោះទេអញ្ចឹងការដែលយើងពហិការសូមបងប្អូនទាំងអស់គ្នាចូលរួមពហិការទំនិញសៀមប៉ុន្តែយើងមិនមែនធ្វើទៅទាំងបំពានច្បាប់នោះទេអ្វីដែលខ្ញុំចង់លើកឡើងពេលនេះតើតាជេមសុកคล้ายទៅជាគេហៅថាមនុស្សរៀបអន្ទាក់ដាក់ប្រជាជនកម្ពុជាឲ្យប្រជាជនកម្ពុជាបំពានច្បាប់ព្រោះតែឥទ្ធិពលលុយបាតរបស់សៀមឬយ៉ាងណាកន្លែងនេះសូមបងប្អូនទាំងអស់គ្នាជឿជាក់គាំទ្រលើរាជរដ្ឋាភិបាលព្រោះរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរអត្ថិភាពអ្វីជាចម្បងកម្ពុជាឆ្លោះគ្នាតែជាមួយនឹងក្រុមជ្រុលនិយមថៃមិនបានមានបញ្ហាជាមួយនឹងជប៉ុនអាមេរិកនិងជាតិសាសន៍ដែលល្អនោះ